Hello អ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងចែក tip តាម presentation ដែលមិនចាំបាច់មាន script so for presentation ហ្នឹងអ្នកនរគ្នាអាចទៅឡើងសាកលវិទ្យាល័យមកគេអត់បានពី presentation ទេទោះបីអ្នកនរគ្នា introvert ឬមួយក៏អត់ចូលចិត្តនិយាយអីក៏ដោយអ្នកនរគ្នាត្រូវ push yourself to speak in front of your classmate your teacher your professor as well អាចទៅឡើង presentation យើងត្រូវការ script រហូត man លេងតែគេបំផុយឡើង presentation ឡើង debate public speaking អូនឯងដែរ join competition ឲ្យពីមុនមក and I was like no that is my first time and you did a very, very great job. I mean, hi, incarnation, but it's in a 50. Like to thank you all for your attention. Thank you. វ៉ាឬ script ហ្នឹងហ្មងត្រូវតែញឲ្យចាំផងហើយណាមួយទៀតខ្លាចឡើងទៅដល់ភ័យហើយខុសទៀត Bro do you really need that script ពេលខ្លះដល់គ្នានៅពេលដែលយើង presentation ដល់ពេលហ្នឹងហ្មងនៅពេលដែលយើងភ័យយើងអត់ដឹងតែខ្លួនឯងនិយាយអីហើយគឺយើងកាំងហ្មងអត់ដឹងថាប្រយោជន៍ពីណាតាណាហ្មងហ្នឹងដល់គ្នាប្រហែលជាឆ្ងល់ថាអូយអាចឡើង presentation នៅតែខ្ញុំ wall ឬ script ហ្នឹងហ្មងត្រូវតែញឲ្យចាំផងហើយណាមួយទៀតខ្លាចឡើងទៅដល់ភ័យហើយខុសទៀត Fun thing about me is that every time whenever there's a presentations and everyone in my team they just asking me that ខ្ញុំមាន script អត់ដល់គ្នាពេលដែលឡើង presentation គឺខ្ញុំអត់ដែលមាន script ប៉ុណ្ណោះគ្នារបៀបថា it's a little bit crazy but you know what after every presentation I got a lot of good comments about my speaking skill about my presentation the way that I deliver to the classmate and គេថាខ្ញុំនិយាយបានល្អគេថាខ្ញុំបកកាយនិយាយអីចឹងដល់គ្នាអូយ I was like oh thank you so much that is happened because I have no script ខ្ញុំអត់មាន script ទេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកគ្នាបាច់ឆ្ងល់ថាចំវាអត់មាន script ផងតើធ្វើមិនបាននិយាយទៅឲ្យគេចាប់អារម្មណ៍ right so let's see ថាខ្ញុំធ្វើមិនដើម្បីឲ្យគេចាប់អារម្មណ៍នៃការនិយាយរបស់ខ្ញុំអញ្ចឹងអ្នកគ្នា gain confidence ឬមួយក៏ឲ្យគេស្ដាប់ presentation ខ្ញុំហើយចង់ស្ដាប់ទៀតគេអត់ bored what is the disadvantage and advantages of admin script so welcome you guys to this video let's go and explore this video together I can say that but មុនដល់គ្នាឡើង presentation so នៅពេលដល់គ្នាធ្វើ slide I want you guys and as source ដល់គ្នាយកមកដាក់នៅក្នុង slide ហ្នឹងណាយកមកពីក្នុងសភៅឬមកឲ្យចូលដល់គ្នាអង្គុយអានយល់បើសិនអ្នកគ្នាអត់យល់ទេគឺ ChatGPT ឬមួយក៏ Gemini ឬមួយក៏ AI ឬមួយក៏អីតែឲ្យវាបញ្យល់ថានឹងមានន័យថាម៉េច so នៅពេលដល់គ្នាយល់ហើយត្រូវចម្រាញ់វាឲ្យខ្លាយទៅជា one sentence or one word I recommend you to rehearsal by your own អ្នកគ្នាព្យាយាមបញ្យល់ខ្លួនឯងឲ្យយល់ពេលខ្លះអ្នកគ្នានៅពេលដែលយើង presentation យើងអត់ដឹងខ្លួនឯងនិយាយអីហើយគឺយើងកាំងហ្មងអត់ដឹងថាប្រយោជន៍ពីណាតាណាហ្មងអាហ្នឹង tip នៅពេលដែលអ្នកគ្នាមាន script នៅពេលដែលមាន script the advantage of it ហ្នឹងគឺនៅពេលដែលអ្នកគ្នាឡើងទៅហ្នឹងគឺអ្នកគ្នាចង់និយាយអីក៏បានប៉ុន្តែវាទៅនឹង topics and មើលទៅយើង flexible មក flexible ទេគឺ drop ហ្មងគឺអ្នកគ្នាអត់នៅលើឆាកហ្នឹងហ្មងឬមួយក៏កំឡុងពេល presentation ហ្នឹងហ្មង but បើសិនជាអ្នកគ្នាអត់ script for me personally ខ្ញុំដល់ខ្ញុំមិនបានមាន script ទេនៅពេលដែលខ្ញុំឡើងទៅ presentation ណា most of my teammates they ask me that ខ្ញុំមាន script អត់ and I ឆ្លើយថា yes I have a script but deep down to that I have no script at all ខ្ញុំមិនមាន script ទេ like I'm not a script person ដោយសារមាន script គឺ directly ទៅហ្មងគឺយើងអត់សូវមាន engagement ជាមួយនឹង audience ទេបើសិនជាគេស្ដាប់យើងសួរសំណួរគេទៅយើង flexible តាមនឹងទៅយើងនិយាយពាក្យណាដែលចាក់ដោតដល់មកដូចពេលយើង presentation some of them អត់ pay attention ទេ they just ធ្វើអីផ្សេងណាខ្ញុំមិនយល់ទេ like what are they doing just give them a sign that you want them to listen to your presentation and you will deliver them the best presentations ever គេអត់សូវមានពាក្យល្អឬមកក៏អត់មានសូវមានពាក្យលយគ្នាដោយសារតាយើងនិយាយ based on our own experience ឬ based on our own knowledge ចឹងណាពេលខ្លះ knowledge យើងឬមួយក៏ speaking skill របស់យើងនោះវាអត់ដល់ចំណុចមួយដែលយើងស្ដាប់ហើយលយយល់អត់ចឹងបើសិនជាអ្នកគ្នាចង់បាន presentation មួយដែលវាមើលទៅលយឬមួយក៏ក្បោះក្បាយឬមួយក៏ audience ស្ដាប់ហើយ wow មើល script បើសិនបើអ្នកគ្នាចង់បាន flexible អត់សូវមានពេលឬមួយក៏អីហ្នឹងគឺមិនចាំមាន script ក៏បានដែរប៉ុន្តែត្រូវ make sure ថាអ្នកគ្នាមាន confident enough នៅពេលដែលអ្នកគ្នាអត់មាន script right អ្នកគ្នាត្រូវយល់ពី concept what are you talking about what topic that you deliver to your classmate and អ្នកគ្នាតែប៉ុណ្ណឹងទៅគឺបាន the best presentation on earth regarding to the presentations public speaking debate and stuff I know that having script is good like pretty good like you will be more prepared for the presentations but at the same time it requires a high work like demand of the time that you spend then just to memorize the script that អ្នកគ្នា
spend ទៅលើការចងចាំ script ប៉ុណ្ណោះគ្នាពេលខ្លះ piece off យើងតែងមេរៀនដូចការទី12អញ្ចឹងដូចតែងមេរៀនជីវៈអញ្ចឹងណាអ្នកគ្នាប៉ុន្តែហ្នឹងត្រូវតែ roll ហ្មង but what about the disadvantage for the disadvantage អ្នកគ្នាបើសិនជាអ្នកទាំងអស់គ្នាហ៊ានតែផ្លេចមក clear you will destroy your whole presentation unless I compete in the debate or public speaking competition ខ្ញុំត្រូវការ script like for real in order to make your presentation look good ការនិយាយរបស់យើងគឺវាល្អទៅតាមនឹងពាក្យលយមាន clear flow ច្បាស់លាស់មានសំណួរចោលជាសំណួរបញ្ចេញបញ្ចូលអីហ្នឹងគឺ the best in the world ប៉ុន្តែនៅពេលដែលអ្នកគ្នាមើល script ត្រូវចាំថាអ្នកគ្នាត្រូវ make sure ខ្លួនឯងថាអ្នកគ្នាចាំអាចតែមិនថា 90% ទៅ 100% ហីអត់អាចក្រុមហ្នឹងបានទេតែអ្នកគ្នាក្រុមហ្នឹង public speaking ឬមួយក៏ធ្វើជា MC ឬមួយក៏ debate តើអ្នកគ្នាផ្លេចគឺអ្នកគ្នាចាញ់ព្រៀបគេហើយ flop ហ្មងដោយសារភ័យណាគេមិនភ័យឡើង presentation ឡើង debate public speaking មែនអត់ខ្ញុំធ្លាប់ debate នឹងចូល public speaking last year and that is the first time since ខ្ញុំនៅថ្នាក់ទី6លោកគ្រូខ្ញុំ choose ខ្ញុំធ្វើជា MC and you know fun fact about it at the time it's just one girl she just told me that អូនឯងបាច់ភ័យអូនឯងគ្រាន់តែមើលអីគេទស្សនិកជនហើយដើមផ្លែជីស្មោច and I was like how that does not work for me at the time but you know I also pay it is that ខ្ញុំមើល script រាល់ថ្ងៃរាល់ព្រឹករាល់ល្ងាចរាល់ and last year ហ្នឹង I joined the debate competition the first round of the competition is that teammate ហ្នឹង they encouraged me to មើល script មក that I have no plan to មើល script at all and she just told me that មើល script ទៅដើម្បីកុំឲ្យ flop ឬមួយក៏ធ្វើឲ្យ smooth ដល់អ្នកគ្នា and at the time ខ្ញុំចឹងអត់សូវចង់មើលអ្នកគ្នាប៉ុន្តែដល់ពេលដល់ថ្ងៃ presentation ភ័យដល់ញ័រដៃញ័រជើងហើយ script អីគឺមានជាការដាច់អស់បែកកណ្ដាលដល់គ្នាដោយសារខ្ញុំមើលដែរប៉ុន្តែមើលលេងអញ្ចឹងយើងមើលអត់សូវ focus ខ្លាំងអញ្ចឹងទៅមានណាដល់បែកកណ្ដាល presentation ភ័យផង judge មើលផងម៉ែភ័យផ្លេចអស់លេងបដ ாய் I know that script is very important នៅពេលដល់ round 2អ្នកគ្នាខ្ញុំជាប់ដល់ round 2 ហើយ final round and at the time I'm not kidding anymore ខ្ញុំមើល script ទាំងយប់ទាំងថ្ងៃទាំងល្ងាចទាំងព្រឹកអីហ្នឹងគឺខ្ញុំមើលទាំងអស់ហ្មង and you know what I delivered the best presentation the best pitching slide the best pitching speech ever oh my god I feel so proud of myself It's a revolution waiting to happen. Achieve what Cambodia wants. We, as Cambodia, should work towards reducing the youth unemployment crisis in high income nation by 2050. I'd like to thank you all for your attention. Thank you. Even though my mentor came up to me and even though the person who joins the competition asked me, they just come up to me and just told me that yo, you have the really great delivers of the presentations and you know what I'm very happy at the time when they asked me like oh I joined competition I've been and I was like no that is my first time and you did a very great job and I was like thank you the debate public speaking មួយក៏ yes ពីរហ្នឹងឬមួយក៏ធ្វើជា MC ណា must have a script must ដោយសារអ្នកគ្នាអាហ្នឹងយកបន្ទុកអញ្ចឹង public speaking ឬមួយក៏អីហ្នឹងគេ base on ទៅលើពាក្យដែលអ្នកគ្នានិយាយទៅសំណួរដែលអ្នកគ្នាចោទសួរទៅលើតែ concept ដែលអ្នកគ្នាបានលើកឡើងហ្នឹងពេលខ្លះបើសិនជាយើងអត់មាន script កំឡុងពេលដែលយើងធ្វើជា MC ឬមួយក៏ធ្វើជា public speaker ឬមួយក៏ធ្វើជា guest speaker ឬមួយក៏អីហ្នឹងជាដើមហ្នឹងអ្នកគ្នានៅតែ flop មករបៀបថាយើងអាចចាញ់ប្រៀបគេប៉ុន្តែបើសិនជា presentation នៅក្នុងថ្នាក់ធម្មតាមិនបាច់ចាំដល់ script ក៏បានដែរអ្នកគ្នាតែយើងមើលយល់ខ្លួនឯងទៅក៏បានដែរទៅកូនតម្លៃ of មើល script ចាំពាក្យល្អចោលជាសំណួរការលើកដាក់សម្លេងអីហ្នឹងគឺ the best ហ្មងអ្នកគ្នាមានចង់មាន script ឬមួយក៏អី based on you and thank you so much guys for watching this video hope this video help you about the presentation and welcome ដល់ថ្នាក់ទី12មកចូលរួមមកចូលក្នុងវិស័យ public speaking ក៏ដូចជា presentation ទាំងអស់គ្នា right so hope you guys have a wonderful day bye if you have any question regarding to the presentations please let me know I'm happy to have you bye